ជំរាបសួរសួស្តីប្រិយមិត្តទាំងឡាយទៅជាទាំងឆ្ងាយទៅថ្មីទាំងចាថ្ងៃនេះដែរអេមីថានេះបានលើកយករឿងមួយដែលមានចំណងជើងថា Sin of Ghost យកមកសម្រាប់ចែកជូនប្រិយមិត្តរឿងមួយនេះគឺជាលក្ខណៈរឿងរន្ធត់ហើយមានលេឡំជាមួយនឹងកំ pl ែងទៀតដោយសាច់រឿងគឺបាននិយាយពីមនុស្សស្រីម្នាក់ដែលនាងបានរងចាំសង្សាររបស់នាងត្រឡប់មកជួបនាងវិញដោយសង្សាររបស់នាងបានសន្យាថាគេទៅរៀននៅបរទេសតែ6ខែតែប៉ុណ្ណោះរួចមកគេនឹងត្រឡប់មករកនាងវិញហើយប៉ុន្តែនរណាទៅដឹងទៅក្នុងកំឡុងពេល6ខែនេះគឺមានរឿងរ៉ាវជាច្រើនបានកើតឡើងដែលពួកយើងមិននឹកស្មានដល់តតែសោះហើយនិយាយអញ្ចឹងសម្លេងអេដមីនរៀងនៅងងល់នៅឡើយទេដោយសារតែអេដមីនផ្ដាសាយអត់ទាន់បានតែអញ្ចឹងហើយបើសិនជាអ្នកទាំងអស់គ្នាស្ដាប់ពាក្យពេចន៍អេដមីនទៅរៀងអត់សូវយល់ឬមួយក៏ស្ដាប់អត់ទាន់អីអញ្ចឹងអ្នកទាំងអស់គ្នាអធិស្ឋានឲ្យអេដមីនផងតែរឿងបានចាប់ផ្ដើមឡើងដោយបង្ហាញពីបរិសម្នាក់គេមានឈ្មោះថាដងសុកពេលដែលគេកំពុងតែអង្គុយលេងជាមួយពួកម៉ាក់សុកនោះគេក៏បានតាក់ភ្នែកនឹងនារីដ៏ស្រស់ស្អាតម្នាក់ដែលនាងមានឈ្មោះថាជីយុនដងសុកក៏មានគំនិតថាគេត្រូវតែតាមសុំស្នេហ៍នាងឲ្យបានលុះមាននៅថ្ងៃមួយនោះដងសុកក៏បានឃើញមានបរិសចំណាស់ម្នាក់ហ្នឹងបានតាមមករករឿងជីយុនដល់មុខសាលាតែម្ដងអញ្ចឹងហើយគេក៏បានចូលមកជួយដែលគេបានឲ្យជីយុនហ្នឹងចេញទៅឲ្យលឿនទៅដងសុកក៏បានឆ្លៀតប្រាប់ឈ្មោះរបស់គេទៅឲ្យនាងបានស្គាល់ដែរកុំឲ្យថាជីយុនហ្នឹងមិនបានស្គាល់អ្នកជួយអីអញ្ចឹងណាលុះដល់ថ្ងៃស្អែកឡើងយើងក៏បានឃើញដងសុកហ្នឹងមានរបួសនៅដៃផងនៅកផងហើយពេលនេះដែរគេក៏បានមករកជីយុនគេក៏បានណែនាំខ្លួនថាគេនឹងហើយគឺជាដងសុកដែលបានជួយនាងកាលពីម្សិលមិញនោះហើយដងសុកក៏បាននិយាយទៀតថាបើសិនជាបានការមើលថែទាំហើយក៏យកចិត្តទុកដាក់ពីនាងតែមិនទេជំងឺរបស់ខ្ញុំមកដល់តែឆាប់ជាតែម្ដងដោយជីយុនចង់ដឹងគុណដងសុកដែរម្ល៉េះហើយនាងក៏បានមើលថែគេតែម្ដងទៅដោយនាងមកបញ្ចុកបាយគេអញ្ចឹងហ្មងណាហើយតំណែងតំណងពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមសិតស្នាគ្នាតាមពីពេលនេះទៅណាមកណាក៏ដោយពួកគេទាំងពីរហ្នឹងគឺអាសាទៅជាមួយគ្នាណាហើយដោយសារតែភាពស្និទ្ធស្នាលបែបនេះមិនដល់រយៈពេល1ខែស្រួលបួលផងជីយុនក៏បានបាក់ចិត្តស្រឡាញ់ទៅលើដងសុកបានពួកគេទាំងពីរនាក់ក៏ខ្លាយទៅជាសង្សារនឹងគ្នាតែថាដងសុកត្រូវបានម្ដាយឲ្យទៅរៀនបន្តនៅបរទេសនៅប្រហែលថ្ងៃខាងមុខនេះទៀតហើយដងសុកគេខំសុំឪពុកម្ដាយដែរគឺគេចង់នាំជីយុនទៅជាមួយគេប៉ាដងសុកបានយល់ព្រមប៉ុន្តែម៉ាក់របស់ដងសុកវិញគឺមិនយល់ព្រមជាដាច់ខាតរីឯជីយុនឯវិញពេលដែលបានដឹងរឿងរបស់ដងសុកហើយនាងពិតជាខឹងគេខ្លាំងណាស់ដែលគេមិនព្រមប្រាប់នាងតាមត្រង់ដងសុកក៏បានលុតជង្គង់សុំទោសគេសុំទោសម្ដងហើយម្ដងទៀតហើយគេក៏សន្យាថារយៈពេល6ខែក្រោយគេនឹងវិលត្រឡប់មករកជីយុនវិញហើយចំពោះនៅថ្ងៃស្អែកនេះដងសុកក៏ចង់ជប់លៀងដែលជាការសន្យាជាមួយនឹងជីយុនឲ្យបានត្រឹមត្រូវជីយុននាងក៏បានយល់ព្រមហើយក៏បាត់ខឹងទៅលុះដល់ថ្ងៃស្អែកឡើងដងសុកក៏បានចេញទៅរកទិញចិញ្ចៀនពេជ្រមួយវងទុកឲ្យជីយុនបើជីយុនវិញក៏បានទិញស្បែកជើងមកគូទុកឲ្យដងសុកប៉ុន្តែពេលដល់ម៉ោងណាត់ជួបគ្នាហើយដងសុកមិនបានឃើញជីយុនមករកគេទាល់តែសោះគេចាំយូរទៅកាន់តែបាត់ទៅដងសុកគេខំរៀបចំកន្លែងណារ៉ូមែនទិកផងនេះហើយដែលគេមិនអស់ចិត្តគេក៏បានចេញទៅរកជីយុនអស់ផ្ទះរបស់នាងតែម្ដងគេខំគោះទ្វារផងអីផងប៉ុន្តែនៅខាងក្នុងផ្ទះគឺស្ងាត់ឲ្យជ្រាបយ៉ាងណាក៏ដោយដងសុកក៏នៅរងចាំនៅទីនេះរហូតតតែមេឃភ្លឺហើយជីយុនហ្នឹងនៅតែមិនព្រមចេញមកខាងក្រៅទៀតដងសុកក៏បានសម្រេចចិត្តទុកចិញ្ចៀនហើយនឹងសម្បត្តិមួយច្បាប់នៅក្នុងកាបូបនៅមុខបន្ទប់របស់ជីយុនទៅចុះហើយគេក៏ត្រូវចាក់ចេញទៅកាន់អាមេរិកនៅថ្ងៃនេះឯងលុះបានមួយសន្ទុះក្រោយមកអ្នកដើរដាក់ទៅដោះគោតាមបន្ទប់ហ្នឹងក៏បានមកដល់មុខបន្ទប់របស់ជីយុនដល់ពេលដែលអ្នកបានឃើញចិញ្ចៀនពេកមានអីនារីម្នាក់ហ្នឹងក៏បានលួចយកបរោយឲ្យមានដឹងបះបោះនេះទាល់តែសោះហើយចំពោះសម្បត្តិរបស់ដងសុកវិញគឺជ្រុះនៅមុខបន្ទប់របស់ជីយុនម្ល៉េះហើយជីយុននាងក៏បានមកឃើញទៅពេលវេលាក៏ចេះតែកន្លងផុតឯជីយុនវិញក៏បន្តរងចាំដងសុកត្រឡប់មកជួបនាងចាំទាំងយប់ចាំទាំងថ្ងៃនាងពិតជាអត់ធ្មត់ខ្លាំងណាស់លុះមាននៅយប់មួយនោះពូសន្តិសុខដែលធ្វើការនៅអគារជីយុនរស់នៅហ្នឹងគាត់ក៏បានដើរឡើងមកលើអគារបន្តិចស្រាប់តែពេលហ្នឹងគាត់ក៏បានឃើញជញ្ជាំងរៀងប៉ោងគាត់ក៏បានយកដៃប៉ះបន្តិចទៅមើលស្រាប់តែកន្លែងប៉ោងហ្នឹងក៏បានលឹបចូលទៅខាងក្នុងវិញបានពូសន្តិសុខគាត់ភ្ញាក់ឡើងបាត់ដៃបាស់ជើងយ៉ាងណាក៏ដោយគាត់ក៏បានមើលបញ្ជាក់ម្ដងទៀតទៅមើលមានអីចេញខ្មោចមកមែនតែនហ្មងណាពូសន្តិសុខគាត់សន្លប់មួយបានមកសបកមកទៀតមកក៏មាននារីម្នាក់ហ្នឹងត្រូវដើរកាត់ចូលមកអគារនេះនារីម្នាក់ហ្នឹងត្រូវឡើងតាមកម្មចដានេះមានអីក៏វាជាមួយពូសន្តិសុខនេះតែម្ដងម្ល៉េះហើយនាងក៏បានស្រែកហៅអ្នកជិតខាងហ្នឹងឲ្យមកជួយមើលបន្តិចទៅមើលអ្នកជិតខាងក៏បាននាំគ្នាទៅហៅឡានសង្គ្រោះមកកាន់ទីនេះពូសន្តិសុខក៏ត្រូវបានគ្រូពេទ្យជួយសង្គ្រោះតាន់ពេលវេលាលុះនៅថ្ងៃបន្តមកទៀតយើងបានឃើញអ្នកដែលរស់នៅអគារដែលជីយុនស្នាក់នៅហ្នឹងត្រូវរើចេញម្ដងម្នាក់ពួកគេរើចេញហ្នឹងមិនមែនដោយសារតែខ្មោចលងអីឡើយគឺដោយសារតែអគារនៅទីនេះត្រូវគេរុះរើចោលហើយក៏សាងសង់ថ្មីអីអញ្ចឹងណាពេលនេះគឺនៅសល់តែប្រមាណគ្រួសារទៀតតែប៉ុណ្ណោះដែលពួកគេមិនទាន់បានរើចេញនៅក្នុងនោះក៏មានជីយុនម្នាក់ដែរជីយុនគឺនាងរស់នៅបន្ទប់402អ៊ីពាក់មួកគាត់រៀងឆ្ងល់ព្រោះអីមករយៈហ្នឹងដូចជាបាត់ជីយុនអញ្ចឹងគាត់ក៏បានទៅគោះទ្វារបន្ទប់របស់នាងសួរនាំបន្តិចទៅមិនបានជីយុនហ្នឹងស្ងាត់បាត់ដំណឹងអីល្អម៉ែហើយអ៊ីពាក់មួកក៏បានឃើញថាទ្វារបន្ទប់របស់ជីយុនហ្នឹងអត់ជាប់សោផងហ្នឹងគាត់ក៏ប្រងនឹងបើកចូលទៅមើលប៉ុន្តែជីយុនក៏បានចាក់ទ្វារជាប់នាងក៏បានសួរថាតើអ៊ីមានការអ្វីដែរអ៊ីពាក់មួកក៏បានតបវិញអូយអ៊ីខំតែភ័យនេះអ៊ីខានឃើញអាយយូរហើយអញ្ចឹងហើយក៏ចូលមកមើលបន្តិចទៅហើយអាយត្រូវរើផ្ទះឲ្យបានមុនថ្ងៃ4ខែក្រោយនេះណាប៉ុន្តែជីយុនក៏បានតបវិញខ្ញុំអត់រើទៅណាទេអ៊ីពាក់មួកហ្នឹងក៏បានប្រាប់ទៀតគេរើចេញគ្រប់គ្នាអស់ទៅហើយអាយក៏ត្រូវតែរើចេញដែររួចហើយគាត់ក៏ចង់ជំនះចូលទៅខាងក្នុងផ្ទះរបស់ជីយុនម្ល៉េះហើយជីយុនក៏បានបិទទ្វារក្រឹបយ៉ាងណាក៏ដោយក៏អ៊ីពាក់មួកហ្នឹងនៅតែចង់និយាយជាបន្តទៀតបើអញ្ចឹងទៅហើយជីយុនក៏បានហៅឲ្យអ៊ីពាក់មួកហ្នឹងចូលមកខាងក្នុងតែម្ដងទៅអញ្ចឹងនោះអ៊ីក៏
កំពុងតែចង់ចូលស្រាប់ផងចឹងហើយគាត់ក៏បានដើរចូលមកយ៉ាងលឿនហើយផ្ទះរបស់ជីយ៉នឡើងស្អាតបានបន្ទាប់មកអ៊ីពាក់មួកក៏បានឃើញជីយ៉នហ្នឹងនៅក្នុងបន្ទប់ហើយជីយ៉នវិញនាងក៏បានចេញសកម្មភាពលងអ៊ីពាក់មួកទាំងថ្ងៃអញ្ចឹងហ្មងខេងអ៊ីមានការអីចង់និយាយហីឥឡូវហ្នឹងនិយាយចេញមកតែអ៊ីពាក់មួកនិយាយលេងចេញបាត់ទៅហើយគាត់ក៏បានរត់ចេញពីអគារទាំងប្រឡឹងចង់សក់គាត់ថែមទាំងបានទូរស័ព្ទមកប្តឹងប៉ូលីសទៀតផងដែលគាត់បានប្រាប់ប៉ូលីសថានារីនៅក្នុងបន្ទប់402ហ្នឹងគឺជាខ្មោចគាត់ក៏បានសុំឲ្យប៉ូលីសហ្នឹងចូលមកកុងត្រូលបន្តិចហើយខាងប៉ូលីសឡើងចិត្តបានពួកគេក៏បានចូលមកពិនិត្យមែនចំណែកឯប៉ូលីស2នាក់ទៀតដែលពួកគេនៅចាំនៅកន្លែងនេះប៉ូលីសប្រុសហ្នឹងក៏បានប្រាប់គ្នាគាត់ថាកាលពី2-3ខែមុននេះមានបរិសុទ្ធវ័យកណ្ដាលម្នាក់ហ្នឹងបានធ្លាក់ពីលើជាន់ទី5ចុះមកខាងក្រោមហើយក៏ស្លាប់បាត់ហើយភ្នែករបស់បរិសុទ្ធហ្នឹងជងនឹងស្អីមិនដឹងទេសំខាន់ណាស់បរិសុទ្ធម្នាក់ហ្នឹងគឺមិនមែនជាអ្នកស្នាក់នៅទីនេះឡើយហើយគាត់ហ្នឹងក៏មិនមែនរស់នៅម្ដុំនេះដូចគ្នាដែរដោយបរិសុទ្ធម្នាក់ហ្នឹងគឺមកពីឆ្ងាយខ្លាំងណាស់នៅទីនេះគឺគ្មាននរណាគេម្នាក់បានស្គាល់គាត់ឡើយហើយមិនបាននៅសុកបរិសុទ្ធម្នាក់ហ្នឹងមកសម្លាប់ខ្លួននៅនឹងអញ្ចឹងមកសម្លាប់ខ្លួននេះឡើងនាំចង្រៃដល់គេហ្មងណាលុះបានមួយរយៈក្រោយមកក៏មានពាក្យចចាមអារាមហើយក៏ល្បីថាអាគារនេះគឺមានខ្មោចឡងហើយខ្មោចដែលឡងហ្នឹងមិនមែនជាខ្មោចប្រុសឡើយប៉ុន្តែគឺជាខ្មោចស្រីទៅវិញឥឡូវយើងងាកមើលប៉ូលីសដែលបានចូលមកពិនិត្យបន្ទប់402នេះវិញពួកគេឡើងចរាទៅមកនៅតែជាន់ទី2ទី3នឹងដដែលនិយាយទៅគឺឡើងអត់ផុតជាន់នឹងសោះតើតែអ៊ីពាក់មួកហ្នឹងមកដើរជាមួយបានពួកគេទាំងពីរនាក់ហ្នឹងឡើងមកដល់ជាន់ទី5ជីយ៉នហ្នឹងក៏បានបើកទ្វាររាក់ទាក់មកកាន់ប៉ូលីសធម្មតាហើយខាងប៉ូលីសហ្នឹងក៏បានសួរថាមានអ្នករាយការណ៍មកកាន់ពួកយើងថានៅបន្ទប់របស់នាងមានខ្មោចតើអត់មានអ្វីកាក់ឡើងខុសប្រក្រតីទេមែនទេជីយ៉នក៏បានតបថាអត់មានផងប៉ូលីសក៏បានសួរតទៀតហើយចុះពេលណាដែលអ្នកនាងរើចេញដែរជីយ៉នក៏បានតបវិញខ្ញុំអត់រើចេញទេមើលទៅដូចជាគួរឲ្យសង្ស័យខ្លាំងណាស់ប៉ូលីសក៏គិតថាប្រហែលជានៅខាងក្នុងបន្ទប់ហ្នឹងមានអីលាក់បាំងតែដឹងពួកគេក៏បានសុំចូលទៅត្រួតពិនិត្យនៅខាងក្នុងឲ្យបានច្បាស់បន្តិចជ្រុលចំពោះគេមកដល់ទៅហើយកុំឲ្យខាតជើងស្រាប់តែជីយ៉នក៏បានច្រានប៉ូលីសម្នាក់ហ្នឹងឡើងមកទំហឹងហើយដៃរបស់នាងលេងប្រឡូកឡើងវិញអញ្ចឹងតែម្ដងចាអ៊ីពាក់មួកឃើញហើយស្លាប់បាត់បើប៉ូលីសពីរនាក់នោះវិញក៏បានដាក់មេប្រុយរត់ទៅខាងក្រោមអស់បន្ទាប់មកជីយ៉នក៏បានមកសួរអ៊ីពាក់មួកអ៊ីកុំចេះដឹងរឿងគេពេកមើលហើយមិនមកធ្វើស្លាប់អីទេចាំកាលទៀតអ៊ីពាក់មួកក៏បានរត់ចូលមកខាងក្រោមអាគារឡើងវាក៏មកចំហៀងរីឯអ្នកជិតខាងអាគារនេះពួកគេមិនយល់ទាល់តែសោះតែមានរឿងអ្វីកើតឡើងមកព្រឹកហ្នឹងឃើញតែរត់ទៅរត់មករហូតលុះបានមួយសន្ទុះធំមកយើងស្រាប់តែឃើញមានប៉ូលីសហើយនឹងកងកម្លាំងពិសេសនាំគ្នាមកឡើងច្រងច្រាននៅមកអាគារដែលជាយន្តរស់នៅនេះដោយសារតែប៉ូលីសពីរនាក់បានឃើញខ្មោចហ្នឹងពួកគេមិនដឹងថារាយការណ៍ទៅថ្នាក់លើថាម៉េចពួកគេហ្នឹងក៏បែរជានិយាយថាជីយ៉នហ្នឹងត្រូវបានគេចាប់ជាចំណាត់ខ្មាំងហើយដៃរបស់នាងក៏មានរបួសធ្ងន់ធ្ងរណាស់មកពីអញ្ចឹងឯងបានជាមានកងកម្លាំងពិសេសមកកាន់ទីនេះជាច្រើននោះបន្ទាប់មកក៏មានប៉ូលីសជាកងកម្លាំងពិសេសមកក្រុមហ្នឹងបានសម្រុកចូលទៅកាន់ផ្ទះជីយ៉នតបងឡើយពួកគេទម្លុះទ្វារចូលទៅខាងក្នុងតែបន្តិចទេដើម្បីអាចឲ្យពួកគេហ្នឹងលបមើលសភាពការនៅខាងក្នុងបានប៉ុន្តែប៉ូលីសហ្នឹងក៏ត្រូវបានជីយ៉នហ្នឹងចាក់ព្រៃមកខ្មៅដៃបារហើយជាបន្តមកទៀតប៉ូលីសក៏បានប្រើបំពង់អង្គដោយស្គប់ដើម្បីមើលសភាពផ្ទះជំនួសវិញពេលដែលពិនិត្យមើលទៅឃើញតែធម្មតាអន្តើម្ល៉េះហើយពួកគេក៏បានសម្រុកចូលទៅខាងក្នុងតែម្ដងទៅបើប៉ូលីសដែលឈរចាំនៅខាងក្រៅអាគារនេះវិញណាពួកគេបានមើលវីដេអូដែលប៉ូលីសប្រមាណអ្នកបានចូលទៅមើលផ្ទាល់ហ្នឹងបានថតឲ្យមើលប៉ូលីសដែលបានចុះមកកាន់ទីតាំងហ្នឹងក៏បានឃើញថាជីយ៉នកំពុងតែអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវប៉ុន្តែប៉ូលីសនៅខាងក្រៅហ្នឹងបានមើលឃើញអីផងជីយ៉នឯនេះវិញនាងទ្រាំទៀតលេងបានហើយមិនក៏ប៉ូលីសហ្នឹងចូលមកក្នុងផ្ទះនាងអត់មានដោះស្បែកជើងហើយក៏បានធ្វើឲ្យរូបថតគូស្នេហ៍របស់នាងធ្លាក់បែកកញ្ចក់ទៀតនាងក៏បានស្រែកឡើងមកទំហឹងហើយក៏បានចេញសកម្មភាពវាយប៉ូលីសទាំងអស់នោះម្ដងម្នាក់បើប៉ូលីសនៅខាងក្រៅវិញបែរជាបានឃើញប៉ូលីសចូលមកទីតាំងហ្នឹងកំពុងតែរំអីណាទៅវិញទេឡើងសាមហ្មងណាហើយប៉ូលីសមករកជីយ៉នអស់ពីទ្រាំខ្លួនអញ្ចឹងហើយពួកគេក៏ភ្ញាក់នឹងសម្លេងនាឡិការោក៏ធ្វើឲ្យពួកគេបាញ់គ្រាប់កំភ្លើងតម្រង់ទៅកាន់នាឡិការនោះឡើងហុយផ្សែងជុកប្រជាជននៅខាងក្រៅអាគារគ្រាន់តែឮសូរសម្លេងកំភ្លើងហើយពួកគេក៏ផ្អើលរត់កន្លែងមានសុវត្ថិភាពលាន់ចំណែកឯប៉ូលីសមួយក្រុមនោះប្រងនឹងចេញពីបន្ទប់របស់ជីយ៉នទៅហើយប៉ុន្តែពួកគេក៏បានឃើញជីយ៉ននោះស្ទាក់នៅមុខបន្ទប់ប៉ូលីសម្នាក់ភ្ញាក់ពេកទៅក៏បានបាញ់កំភ្លើងមកគ្រាប់តម្រង់មកដល់នាងហើយមិននឹងបាញ់ត្រូវខ្មោចនោះគ្រាប់កំភ្លើងនោះក៏បានផ្លាំងមកចំគូតបរិសម្នាក់នេះឡើងចំផ្លាំងល្អសាហាវហើយតាំងពីហេតុការណ៍នឹងបានកើតឡើងមកអ្នកដែលជួលនៅអាគារនេះទាំងប៉ុន្មានដែលមិនទាន់បានរើចេញហ្នឹងពួកគេក៏បញ្ញាប់រើចេញព្រឹបអស់គ្មានឲ្យសល់ម្នាក់ទេអត់តែជីយ៉នម្នាក់កូតដែលនាងនៅតែស្នាក់នៅទីនេះដូចដើមនាងត្រូវតែរងចាំដងសុំម្ដងនាងវិញឥឡូវយើងមកមើលខាងប៉ូលីសបន្តិចទៅពួកគេក៏ត្រូវបានមេស្ដីឲ្យដោយសារតែមេពួកគេមិនបានជឿថាមានខ្មោចមានខ្មាំងអីទេតែទោះបីជាអញ្ចឹងក្តីក៏មេប៉ូលីសគាត់មិនចង់យករឿងរ៉ាវនេះទៅរាយការណ៍តដល់ថ្នាក់លើដែរនាំតែថ្នាក់លើហ្នឹងឈឺក្បាលវើមុខអីទេហេតុនេះហើយគឺមានតែតាមរកគ្រូចាប់ខ្មោចវិញទៅរួយមកទៀតមកមេប៉ូលីសក៏បានយកប្រាក់មួយចំនួនហ្នឹងមកឲ្យគ្រួសាររងគ្រោះពួកគេយកមកឲ្យលោកពូដែលត្រូវគ្រាប់កំភ្លើងចំគូនោះហ៎ពួកគេយកមកសងជំងឺចិត្តអីអញ្ចឹងណាបានប្រហែលថ្ងៃមកទៀតមកយើងក៏ឃើញមានគ្រូចាប់ខ្មោចហ្នឹងលេចមុខមកបញ្ចេញសមត្ថភាពចាប់ជីយ៉នតែម្ដងហើយគាត់មកទីនេះគឺមិនមែនមកតែម្នាក់ឯងឡើយគាត់មកជាមួយនឹងកូនសិស្សរបស់គាត់ម្នាក់ទៀតគ្រូចាប់ខ្មោចក៏បានយកយ័ន្តមួយហ្នឹងមកបិទនៅពីមុខទ្វារបន្ទប់របស់ជីយ៉នរួចហើយគាត់ក៏បានសូត្របាលីដើម្បីតែឲ្យវិញ្ញាណខ្មោចទាំងអស់នោះគេលឹងលក់ឲ្យអស់ទៅដើម្បីតែឲ្យគាត់ហ្នឹងស្រួលធ្វើការបានបន្ទាប់មកគាត់ក៏បានចូលមកក្នុងបន្ទប់របស់ជីយ៉នហើយពេលដែលចូលមកក៏បានឃើញជីយ៉នហ្នឹងកំពុងតែគេងលក់មែនគ្រូចាប់ខ្មោចក៏បានចាប់ផ្ដើមរកទីតាំងដែលសាកសពរបស់ជីយ៉នបានស្លាប់ហើយគាត់ក៏បានរកឃើញសពរបស់នាងនៅក្នុងបន្ទប់ទឹកសាកសពនាងឡើងអាលួយវល់អស់ទៅហើយហ្នឹងមិនដឹងថាជីយ៉នហ្នឹងស្លាប់តាំងពីកាលមកទេកូនសិស្ស
ណាក៏បានរោមសាកសពហើយដូចជាខ្មោចម៉ាមីអញ្ចឹងហើយបន្ទាប់ពីរោមរួចហើយស្រាប់តែរបូតយន់ពីលើក្បាលសាកសពបានមានអីសាកសពហ្នឹងក៏ងើបមកឆ្ងាក់មិនត្រឹមតែប៉ុណ្្នឹងទេសាកសពហ្នឹងក៏បានរំកិលខ្លួនមករកគ្រូខ្មោចហ្នឹងទៀតគ្រូចាប់ខ្មោចក៏បានយកយន់មកបិទនៅក្បាលសាកសពហ្នឹងទៅរីឯវិញ្ញាណរបស់ជាយន់វិញក៏បាននិយាយថាខ្ញុំមិនអាចចាក់ចែងទៅទាំងបែបនេះបានទេខ្ញុំមកត្រូវជួបមនុស្សម្នាក់ហើយដោយសារតែកំហឹងរបស់ជាយន់ហ្នឹងឡើងដល់ចំណុចកំពូលផ្ទះរបស់នាងឡើងរង្គើខ្លាំងណាស់គ្រូចាប់ខ្មោចហ្នឹងមានហ៊ាននៅទៀតណាគាត់ប្រងរត់ចេញពីបន្ទប់ប៉ុន្តែជាយន់ក៏បានលុកសោទ្វារជាប់នាងមិនឲ្យពួកគេទាំងពីរនាក់ទៅណាទាំងអស់ហ៊ានមកញ៉ៃញ៉ៃឲ្យធ្វើបាបនាងផងនាងក៏បានធ្វើបាបពួកគេឲ្យចាស់ដៃមើលហើយទម្រាំតែពួកគេរួចចេញមកដល់ខាងក្រៅបានហ្នឹងឡើងទ្រាំខ្លួនចុងក្រោយទៅបានចូលពេទ្យទាំងគ្រូទាំងសិស្សហើយគ្រូចាប់ខ្មោចហ្នឹងក៏ចង់និយាយប្រាប់រឿងមួយតែឲ្យប៉ូលីសហើយនឹងពូមីអ្នកជិតខាងរបស់ជាយន់ហ្នឹងបានដឹងប៉ុន្តែពេលហ្នឹងគាត់និយាយចេញតែអ៊ីអឺតែប៉ុណ្ណោះកូនសិស្សហ្នឹងក៏បានជួយបកប្រែឲ្យតែម្ដងទៅគេបាននិយាយថានារីដែលរស់នៅក្នុងបន្ទប់402នោះគឺកំពុងតែរងចាំមនុស្សម្នាក់ពេលដែលមាននរណាគេម្នាក់មករកនាងក៏ប្រាប់គេឲ្យបានដឹងទៅគ្រូចាប់ខ្មោចហ្នឹងក៏ចង់និយាយចឹងឯងលុះដល់ពេលយប់ឡើងយើងក៏បានឃើញដងសុកហ្នឹងមកដល់មុខអគាររបស់ជាយន់រស់នៅតែម្ដងតែដោយសារតែអគារហ្នឹងត្រូវបានគេចងខ្សែពីមុខលក្ខណៈថាមិនឲ្យអ្នកខាងក្រៅហ្នឹងចូលទៅខាងក្នុងអីអញ្ចឹងណាដងសុកក៏បានមកសួរអ៊ីចិត្តខាងដែលលក់ដូរនៅក្បែរនេះអ៊ីអ្នកចិត្តខាងហ្នឹងក៏បានប្រាប់ថាគ្រប់គ្នាគេរើចេញអស់ហើយព្រោះតែអគារនេះគឺត្រូវវាយកំទេចហើយមិត្តភ័ក្តិរបស់ក្មួយឯងនៅបន្ទប់ណាដែរដងសុកក៏បានប្រាប់ថាគឺនៅបន្ទប់លេខ402គ្រាន់តែលើអញ្ចឹងហើយអ៊ីអ្នកចិត្តខាងហ្នឹងបានលាក់ទេក៏បានប្រាប់ថានារីក្មេងម្នាក់នោះស្នាក់នៅទីនេះនៅឡើយទេហើយនៅអគារហ្នឹងគឺសល់តែនាងម្នាក់កូននាងបាននិយាយថានាងនៅរងចាំមនុស្សម្នាក់ដងសុកមិនបងអង្គពេលយូរឡើយគេក៏បានរត់ទៅរកជាយន់ភ្លាមរកតែអ៊ីអ្នកចិត្តខាងហ្នឹងប្រាប់មិនទាន់សោះថាជាយន់ហ្នឹងគឺជាខ្មោចលុះពេលដែលដងសុកបានចូលមកដល់ក្នុងបន្ទប់នៅទីនេះគឺមានដុតទៀនឡើងពេញផ្ទះហើយពេលដែលដងសុកបានឃើញជាយន់ហើយគេពិតជាសប្បាយចិត្តខ្លាំងណាស់ប៉ុន្តែជាយន់ឯនេះវិញក៏បានជាតែកំភ្លៀងដងសុកហើយមិនត្រឹមតែប៉ុណ្្នឹងទេដងសុកហ្នឹងនៅធ្ងន់ជាងនេះទៅទៀតជាយន់ហ្នឹងនាងខឹងខ្លាំងណាស់ទៅចោលនាងឡើងយូរហើយអត់មានតាក់ទងមករកនាងអីសូម្បីតែម្ដងឥឡូវហ្នឹងដាច់ចិត្តមករកនាងវិញហ្នឹងអញ្ចឹងហើយក៏វាយឲ្យអស់ចិត្តអស់ចង់ម្ដងមើលរួចមកទៀតមកទៅពួកគេទាំងពីរនាក់ហ្នឹងអង្គុយនិយាយគ្នាម្ដងដងសុកក៏បានសួរថាតើនៅថ្ងៃនោះអូនឯងមានរឿងអីមែនជាយន់ក៏បានតបរឿងវាវែងឆ្ងាយខ្លាំងណាស់ហើយមុនហ្នឹងបងនិយាយថាមានការយល់ច្រឡំតែយល់ច្រឡំរឿងអីទៅដងសុកក៏បានរៀបរាប់ប្រាប់ពេលដែលបងទៅដល់អាមេរិកភ្លាមបងក៏បានទៅរកអូនផ្លែតប៉ុន្តែអូនអត់លើកទូរស័ព្ទបងតតែសោះបងក៏បានទូរស័ព្ទទៅកាន់ best friend របស់បងវិញដែលនៅពេលនោះដងសុកបាននិយាយជាមួយពួកម៉ាក់ថាយើងបានមកដល់អាមេរិកហើយយើងចង់ពឹងឯងរឿងមួយមើលយើងព្យាយាមទូរស័ព្ទទៅកាន់ជាយន់ប៉ុន្តែជាយន់អត់លើកតតែសោះឯងទៅជួយមើលផងបានអត់ថាមានរឿងអីចំពោះជាយន់មែនស្រាប់តែ best friend របស់ដងសុកក៏បាននិយាយថាបើឯងជ្រុលជានិយាយរឿងហ្នឹងទៅហើយយើងក៏ប្រាប់ឯងហ្មងទៅពីម្សិលមិញនេះនាងបានមករកយើងនាងស្រឡាញ់គ្នាជាមួយនឹងបរិសម្នាក់នោះយូរហើយពួកគេប៊ីនឹងរស់នៅជាមួយគ្នាទៀតប៉ុន្តែក្រោយមកពួកគេឆ្លោះគ្នាខ្លាំងណាស់រួចហើយនាងក៏បានជួបឯងហើយក៏បានតាក់ទងឯងតែឥឡូវនេះនាងបាននិយាយថានាងស្រឡាញ់អីរបស់នាងវិញនាងមកប្រាប់យើងយំផងអីផងនាងសុំឲ្យយើងហ្នឹងជួយប្រាប់ឯងទៅឲ្យឯងហ្នឹងបំភ្លេចនាងចុះហើយឲ្យពួកម៉ាបើឯងទៅដល់អាមេរិកហើយក៏ខំរៀនសូត្រទៅស្រីចង្រៃអញ្ចឹងអីបំភ្លេចចោលចុះតែលោក best friend របស់ដងសុកហ្នឹងគឺជាអ្នកសម្រាប់ជាយន់ទៅហើយនាពេលបច្ចុប្បន្ននេះវិញដងសុកគេក៏បាននិយាយថាបងនៅតែព្យាយាមទូរស័ព្ទរកអូនប៉ុន្តែអូននៅតែមិនលើកទៀតបងក៏ជឿសម្ដីមិត្តភក្តិបងឡើងស្លុងបងល្ងើខ្លាំងណាស់បងសុំទោសបងនៅមិនទៅណាចាអូនម្ដងទៀតឡើយជាយន់ណាស់ឡើងតុនចិត្តស្ដោកហើយនាងឡើងអាលីងអាលងទឹកភ្នែកបន្ទាប់មកនាងក៏បានថាបដងសុកទាំងក្តីនឹករលឹកពួកគេក៏បានគេជាមួយគ្នាយ៉ាងមានក្តីសុខរហូតដល់តែពេលព្រឹកហើយបន្ទាប់មកដងសុកក៏បានចេញទៅរកទិញអីមកឲ្យជាយន់ញ៉ាំតែពេលហ្នឹងគេត្រូវដាក់កាត់ផ្ទះអ៊ីអ្នកចិត្តខាងនេះអ៊ីអ្នកចិត្តខាងក៏បានចាប់មកសួរយ៉ាងលឿនណែកូនអត់អីទេមែនទេយកមិញហើយអ៊ីអ្នកចិត្តខាងក៏បានប្រាប់ការពិតទៅថាជាយន់ហ្នឹងបានស្លាប់បាត់ទៅហើយពេលនេះនាងគឺជាខ្មោចយ៉ាងណាក៏ដោយដងសុកគេមិនបានខ្វល់ទេគេនៅតែទៅរកទិញអីឲ្យនាងញ៉ាំអញ្ចឹងហើយពួកគេទាំងពីរក៏រស់នៅជាមួយគ្នាដូចជាគ្មានរឿងអ្វីបានកើតឡើងរីឯអ៊ីអ្នកចិត្តខាងវិញក៏បានយកវ៉ាលីរបស់ដងសុកហ្នឹងយកមកឲ្យប៉ូលីសទុកឲ្យគាត់បានប្រាប់ប៉ូលីសដែរថាឥឡូវហ្នឹងដងសុកហ្នឹងទៅរស់នៅជាមួយនឹងនារីបន្ទប់លេខ402ហ្នឹងហើយខាងប៉ូលីសក៏បាននាំគ្នាឆែកមើលប៉ាសពតរបស់ដងសុកពេលដែលឆែកមើលហើយគឺមានការចំណាយជាខ្លាំងណាស់ដោយសារតែនៅក្នុងប៉ាសពតហ្នឹងគឺឃើញមានតែស្តែមថាបានទៅដល់អាមេរិកតាប៉ុន្តែអត់មានឃើញស្តែមបានបញ្ជាក់ថាដងសុកហ្នឹងបានមកដល់កូរ៉េវិញផងហ្នឹងហើយដងសុកហ្នឹងចូលមកក្នុងប្រទេសកូរ៉េតាមណាប៉ូលីសក៏បាននាំគ្នាឆែកមើល background របស់ដងសុកបន្តិចហើយពួកគេក៏បានរកឃើញរឿងដែលមិននឹកស្មានដល់មួយគឺដងសុកបានស្លាប់តាំងពីអាទិត្យមុនមកម៉េះហើយមិនបានទៅអញ្ចឹងវិញ admin ក៏ឆ្ងល់អ្នកទាំងអស់គ្នាក៏ឆ្ងល់ដែរមែនទេដូចនេះហើយយើងមើលការបន្តិចទៅគឺថា best friend របស់ដងសុកហ្នឹងមិនបានកុហកគេពីរឿងរបស់ជាយន់មែនអត់ប៉ុន្តែក៏នៅមានមិត្តល្អម្នាក់ទៀតដែលបានទូរស័ព្ទមកប្រាប់ការពិតឲ្យដងសុកបានដឹងមិត្តម្នាក់នោះបាននិយាយថា best friend របស់ដងសុកប្រហែលជាចំណាយនឹងស្នេហារបស់ដងសុកហើយនឹងជាយន់ហើយអញ្ចឹងហើយក៏ចេះតែនិយាយកុហកអញ្ចឹងទៅហើយម្យ៉ាងទៀតគឺម៉ាក់ដងសុកហ្នឹងបានឲ្យ best friend ម្នាក់នោះនិយាយអញ្ចឹងដើម្បីតែឲ្យគាត់ហ្នឹងបំបីបំបាក់ស្នេហារបស់កូនបានមិត្តម្នាក់នោះក៏បាននិយាយប្រាប់ទៀតថាគេតាក់ទងទៅកាន់ជាយន់អត់បានឡើយហើយគេក៏បានឃើញជាយន់ហ្នឹងមកកាន់សាលារៀនរាប់ខែទៅហើយគ្រាន់តែដឹងការពិតអញ្ចឹងភ្លាមដងសុកក៏បានបញ្ញាបញ្ញាប់ចេញមកកាន់កូរ៉េផ្លែនតែសំណាងអាក្រក់អីគេក៏បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យគេស្លាប់បានដល់ពេលដែលវិញ្ញាណដងសុកចេញពីរាងកាយមកគេ
ក៏បានជួបគ្នាជាមួយយមទូតនៅស្រុកអាមេរិកនេះហើយយមទូតគេមិនណយទេណាអង់គ្លេសក៏ចេះនិយាយកូរ៉េនឹងក៏ចេះនិយាយដែរយមទូតក៏បានឲ្យដងសុកហ្នឹងសញ្ញាបញ្ជាក់នៅក្នុងឯកសារនេះទៅថាគេហ្នឹងពិតជាបានស្លាប់មែនប៉ុន្តែដងសុកគេមិនទាន់ចង់ទៅណាឡើយពេលនេះគឺគេត្រូវតែទៅជួបជីយ៉ុនសិនស្រាប់តែយមទូតហ្នឹងក៏បានបង្ហាញមុខស្រីឲ្យគេមើលអញ្ចឹងហ្មងទៅប៉ុណ្ណឹងខ្លាចនៅដងសុកគេខ្លាចតើគេក៏បានដាក់យមទូតហ្នឹងមកជើងរួយហើយក៏បានរត់មកតោងស្លាប់យន្តហោះជិះមកកាន់កូរ៉េអញ្ចឹងតែម្ដងហើយយមទូតវិញក៏បានតោងស្លាប់យន្តហោះហ្នឹងមកតាមដងសុកដែរហើយពួកគេហ្នឹងអត់មានខ្លាចស្លាប់ទេហេតុព្រមនាំគ្នាជិះចូលទៅខាងក្នុងអីទៅអន់លុះពេលដែលយមទូតនៅអាមេរិកហ្នឹងបានមកដល់កូរ៉េហើយគេក៏បានជួបគ្នាជាមួយយមទូតនៅកូរ៉េនេះបើអញ្ចឹងទៅហើយពួកគេក៏នៅជជែកគ្នាលេងបន្តិចទៅពួកគេរៀបរាប់ពីទុកលំបាកពួកគេរៀងៗខ្លួនអញ្ចឹងណាយមទូតកូរ៉េក៏បានរៀបរាប់រឿងរបស់គាត់ប្រាប់គឺថាបន្ទាប់ពីជីយ៉ុនហ្នឹងបានស្លាប់ហើយគាត់ក៏បានមកយកនាងដែលនៅពេលហ្នឹងនាងកំពុងតែមើលសម្បត្តិដែលដងសុកបានបន្សល់ទុកនោះនៅក្នុងសម្បត្តិនោះដងសុកបានសរសេរថាជីយ៉ុនដ៏ស្រស់ស្អាតរបស់បងចង់សុំអូនរៀបការនៅថ្ងៃនេះតែបងធ្វើវាមិនបានដោយសារតែគ្មានវត្តមានរបស់អូនយ៉ាងណាក៏ដោយបងនឹងត្រឡប់មករកអូនវិញនៅរយៈពេល6ខែក្រោយទៀតដើម្បីតែឲ្យបងសុំរៀបការជាមួយអូនដែលបានត្រឹមត្រូវបងចេញទៅអាមេរិកហើយណាបងនឹងទូរស័ព្ទមករកអូនពេលដែលបងបានទៅដល់អាមេរិកភ្លាមបងស្រឡាញ់អូនជីយ៉ុនបន្ទាប់ពីបានឃើញសម្បត្តិនឹងហើយជីយ៉ុននេះមិនបានព្រមទៅជំនួសយមទូតនឹងឡើយនាងសុំនៅរងចាំតើដងសុកនឹងត្រឡប់មករកនាងវិញយមទូតនឹងរៀងអាណិតដែរអញ្ចឹងហើយក៏សុកចិត្តឲ្យជីយ៉ុននឹងនៅរងចាំមែនឥឡូវយើងងាកមកមើលដងសុកបន្តិចពេលនេះគេបានចេញមកតាមសងសឹក best friend គេមួយសិនដែលនៅពេលនេះ best friend ម្នាក់ហ្នឹងគឺកំពុងតែជួបជុំគ្នាជាមួយគ្រួសារខាងស្រីដើម្បីតែឲ្យពួកគេទាំងសងខាងហ្នឹងរៀបចំថ្ងៃរៀបការបានដងសុកក៏បានចូលទៅសន្ទត់ក្នុងខ្លួន best friend គេក៏បាននិយាយស្ដីឡើងផ្ដេសផ្ដាស់ហើយសំខាន់ណាស់និយាយចេញឡើងឆ្លើយទៀតហើយលើពីនេះទៅទៀតគេបានឲ្យ best friend ហ្នឹងមកចាប់ច្រវាច់ទ្រូងរបស់ម្ដាយក្មេកគេតែប៉ុណ្ណេះដឹងតែថាម្ដាយក្មេកឪក្មេកហ្នឹងផ្ដាច់ពាក្យ 100% ហ្មងបេសកកម្មសងសឹកនេះក៏បានជោគជ័យលុះដល់ពេលដែលដងសុកបានត្រឡប់មកដល់ផ្ទះវិញគេក៏បានជួបទាំងយមទូតកូរ៉េហើយនិងយមទូតអាមេរិកហ្នឹងនៅក្នុងផ្ទះរបស់ជីយ៉ុនទាំងពីរនាក់តែម្ដងពេលនេះគូស្នេហ៍កំសត់ទាំងពីរនាក់ហ្នឹងបានជួបគ្នាវិញហើយម្ល៉េះហើយយមទូតហ្នឹងក៏ត្រូវមកយកវិញ្ញាណពួកគេហើយសាច់រឿងក៏បានបង្ហាញពីមូលហេតុដែលជីយ៉ុនបានស្លាប់ហ្នឹងហើយមកឲ្យពួកយើងបានឃើញច្បាស់តែម្ដងនៅយប់ដែលជីយ៉ុនប្រងនឹងចេញទៅជួបជាមួយដងសុកនោះស្រាប់តែបរិះដែលតែងតែមករំខាននាងក៏បានស្គាល់ផ្ទះនាងចឹងហើយក៏បានចូលមករំខានដល់ផ្ទះដែលបរិះម្នាក់ហ្នឹងគឺជាឪចុងរបស់ជីយ៉ុនពីត្បូងឡើយឪចុងហ្នឹងគឺចង់បានលុយចង់មកការធនាគាររបស់ជីយ៉ុនទាំងអស់ប៉ុន្តែពេលដែលគាត់បានមកឃើញរូបរាងរបស់ជីយ៉ុនហើយឪចុងហ្នឹងក៏ចង់បំពេញរាងកាយរបស់នាងវិញម្ដងជីយ៉ុនហ្នឹងនាងប្រឹងជំនះប្រឹងតដៃខ្លាំងណាស់នាងក៏ទាញបានខ្មៅដៃមួយចឹងហើយក៏បានយកមកចាក់ភ្នែកម្ខាងរបស់ឪចុងចិត្តអប្រិយម្នាក់នោះឪចុងហ្នឹងគាត់ឈឺផងគាត់ខឹងផងគាត់ក៏បានរត់មកសង្គ្រោះជីយ៉ុននៅយកមុខផ្ទះនេះប៉ុន្តែដោយសារតែគាត់ទប់លំនឹងមិនជាប់ក៏បានធ្វើឲ្យគាត់ហ្នឹងធ្លាក់ពីលើអាគារហើយក៏បាត់បង់ជីវិតភ្លាមឯជីយ៉ុនវិញមុនហ្នឹងនាងត្រូវមកខ្មៅដៃដែលឪចុងហ្នឹងចាក់ចាំកញ្ចឹងករបស់នាងពេលនេះឈាមរបស់នាងហូរឡើងសស្រាក់ហើយជីយ៉ុនហ្នឹងអត់មានគិតទៅរកពេទ្យអីទេនាងក៏នៅខំប្រឹងដកខ្មៅដៃនោះចេញពីកញ្ចឹងករបស់នាងដល់ពេលដែលដកចេញហើយក៏បណ្ដាលឲ្យឈាមរបស់នាងកាន់តែហូរច្រើនជាងមុនទៅទៀតទាំងអស់នេះហើយគឺជាមូលហេតុដែលធ្វើឲ្យជីយ៉ុនហ្នឹងគេស្លាប់នៅក្នុងបន្ទប់ទឹកបែបនេះហើយនៅខណៈពេលដែលដងសុកបានមកដល់នាងដល់ផ្ទះនោះជីយ៉ុនហ្នឹងនាងនៅដង្ហើមផ្ទឹកតើឃើញអញ្ចឹងទៅឡើងអាណិតខ្លោចចិត្តនាពេលបច្ចុប្បន្ននេះវិញទាំងជីយ៉ុនហើយនឹងដងសុកបានដឹងរឿងរ៉ាវរបស់ពួកគេរៀងៗខ្លួនហើយជីយ៉ុនពិតជាមិននឹកស្មានដល់សោះថានាងបានជួបដងសុកម្ដងទៀតនេះគេគឺជាវិញ្ញាណខ្មោចបែបនេះដងសុកក៏មិននឹកស្មានថាជីយ៉ុនរបស់គេត្រូវស្លាប់តែអនាយអធមអញ្ចឹងដែរចំណែកឯនៅខាងក្រៅអាគារនេះវិញយើងស្រាប់តែឃើញគ្រូចាប់ខ្មោចហ្នឹងបាននាំកូនសិស្សមកកាន់ទីនេះម្ដងទៀតពួកគេចេញពីពេទ្យមិនទាន់ទេនាំគ្នាមកកាន់ទីនេះផ្លែតហ្មងហើយពួកគេមកលើកនេះដែរគឺមានរបស់ពិសេសមកជាមួយហើយចៃដន្យអីយមទូតហើយនឹងដងសុកហ្នឹងក៏បាននៅផ្ទះទៀតពេលនេះគឺនៅតែជីយ៉ុនម្នាក់តែប៉ុណ្ណោះគ្រូចាប់ខ្មោចគាត់មិនចង់ឲ្យជីយ៉ុនហ្នឹងនៅឆាវជីវិតមនុស្សធម្មតាអញ្ចឹងឡើយព្រោះអីវាខុសច្បាប់ធម្មជាតិជីយ៉ុនវិញនាងក៏បានប្រាប់ខ្ញុំគ្រាន់តែចង់រស់នៅជាមួយនឹងមនុស្សដែលខ្ញុំស្រឡាញ់តើគ្រូចាប់ខ្មោចវិញក៏បានបញ្ជាឲ្យកូនចៅគាត់ហ្នឹងបោះគ្រាប់សណ្ដែកហើយនឹងឈាមមាត់ហ្នឹងទៅលើជីយ៉ុនតែម្ដងដែលទាំងអស់នេះពិតជាធ្វើឲ្យជីយ៉ុនឈឺចាប់ខ្លាំងណាស់នាងមិនអាចតដៃធ្វើបានគ្រូចាប់ខ្មោចវិញបានឡើយនៅរំពេចហ្នឹងដងសុកក៏បានចូលមកតន់អញ្ចឹងហើយគេក៏បានមកជួយការពារសង្សាររបស់គេថែមទាំងបានចូលទៅសន្ធិដ្ឋនៅក្នុងខ្លួនរបស់កូនសិស្សហើយគេក៏បានចាប់ច្បាយកគ្រូចាប់ខ្មោចនោះបំរុងនឹងសម្រាប់គាត់ចោលតែម្ដងប៉ុន្តែយមទូតក៏បានចេញមកខ្វាត់តន់គ្រូចាប់ខ្មោចនោះក៏បានរួចរស់ជីវិតទៅហើយដោយសារតែគ្រូខ្មោចបានដឹងពីទំនាក់ទំនងស្នេហារវាងគូស្នេហ៍ខ្មោចនេះគាត់មានវិធីមួយដែលអាចឲ្យពួកគេនឹងជួបជុំគ្នាបានតើដែលគាត់នឹងរៀបចំពិធីមង្គលការឲ្យពួកគេទាំងពីរនាក់ហើយក៏ឲ្យមានភ្ញៀវនឹងមកដឹងឮទទួលស្គាល់លេងអញ្ចឹងណាបើអញ្ចឹងទៅហើយដងសុកក៏បានទៅតាមរកអ្នកដែលបានលួចចិញ្ចៀនរបស់គេនោះដែលនៅពេលនេះនាងកំពុងតែកេងត្រាំទឹកហើយដងសុកនឹងលេងមកប្រឡោះជើងគេអញ្ចឹងហ្មងសំណាងឯនារីម្នាក់នឹងត្រាំទឹកដោះគោអញ្ចឹងហើយដងសុកមិនបានឃើញអីទេហើយគេមកនេះមិនបានចង់លងបន្លាយអ្វីឡើយគេគ្រាន់តែមកយកចិញ្ចៀនរបស់គេវិញតើរួចហើយគេក៏បានចេញទៅវិញបានទោះបីជាមិនឡងក៏ដោយនារីម្នាក់នោះភ័យពេកទៅឡើងស្លាប់បាត់ហើយឥឡូវយើងងាកមកមើលគ្រូចាប់ខ្មោចយ៉ាងនេះវិញគាត់ណាបានប្រម៉ែប្រមូលមនុស្សម្នាក់បានមកចំនួនដើម្បីតែឲ្យពួកគេមកចូលរួមពិធីមង្គលការខ្មោចហើយបន្ទាប់ពីគាត់បានរៀបចំពិធីអ្វីស្រួលបួលអស់ហើយគាត់ក៏បានឲ្យពីរអ្នកប្តីប្រពន្ធនេះបើកវាំងននមកហើយគ្រាន់តែបើកវាំងននក្រាក៏លេចចេញជីយ៉ុនហើយនឹងដងសុកយ៉ាងស្រស់ស្អាតខ្លាំងណាស់ដងសុក
គាត់គេថែមតែបានពាក់ស្បែកជើងដែលជាជនបានទិញឲ្យគេទៀតណោះបន្ទាប់មកដងសុកក៏បានដកយកចិញ្ចៀនហ្នឹងមកបំពាក់ឲ្យប្រពន្ធរបស់គេមនុស្សម្នាឯនេះវិញពេលឃើញខ្មោចស្អាតអញ្ចឹងទៅមានបានតែខ្លាចអីឯណាហើយជាបន្តមកទៀតមកគ្រូចាប់ខ្មោចក៏បានឲ្យពីរអ្នកប្តីប្រពន្ធហ្នឹងបិទវាំងនននឹងវិញទៅទីបំផុតគូស្នេហ៍ខ្មោចហ្នឹងក៏បានរៀបការជាមួយគ្នាទោះបីជាពេលនៅរស់ពួកគេមិនបានរៀបការជាមួយគ្នាប៉ុន្តែពេលដែលស្លាប់ទៅហ្នឹងក៏បានសម្រេចដូចក្តីបំណងគ្រូចាប់ខ្មោចក៏បានសូត្រមន្តគៀបថែឡើងមកសបកទៀតរួចហើយអ្នកនៅទីនេះក៏បានឃើញពន្លឺចាំងចេញពីវាំងននមកឡើងភ្លឺចាច់ដល់ពេលដែលពួកគេបើកវាំងននមើលទៅពួកគេក៏បានឃើញតុក្កតាដែលតំណាងឲ្យគូស្នេហ៍ខ្មោចហ្នឹងបាននៅជិតគ្នានេះគឺបានន័យថាពួកគេទាំងពីរនេះគឺបានជួបគ្នាយ៉ាងពិតប្រាកដលើโลกនេះគឺពិតជាមានស្នេហាស្មោះរហូតដល់ថ្ងៃស្លាប់អញ្ចឹងមែនណាហើយរឿងមួយនេះក៏បានមកដល់ទីបញ្ចប់ត្រឹមតែប៉ុណ្្នឹងឯងអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាហើយអ្នកទាំងអស់គ្នាមានអារម្មណ៍ដូចម្តេចដែរបន្ទាប់ពីបានទស្សនារឿងមួយនេះកុំភ្លេចចុះមកខមមិនប្រាប់ admin ម្នាក់មួយផងណាហើយរងចាំជួបជាមួយអ្នកមីថៃនេះម្ដងទៀតនៅវីដេអូក្រោយខាន់សាមីដាអានយ៉ង